Yo bong ôn miền rừng trâu tam đàn thìได้bà miền rừng trâu tam đàn thìได้rồi viếng lục rùaไปสิพันหนึ่งกีฬากอเหล่าจัตราบองโอนเปรมประหายจีบานดังรุ่ยมาขายแต่ตรงจีมวยหนึ่งกีฬากอเหล่าจัตราหนึ่งกีฬาบ่าอัตตะบ่ากีฬากอคือลูกรูไปสิพันได้ปุกอดอ่านใจบานทารอบอ่านคณีทเวเชียป่าทอโกนทอไอจังเตอร์บองโอนบ่าเราได้เคยทาใบทะเลตามด่านโกมบองโอนบ่าจังสำหรับกลากรเราจะตราเก็บบานมหาธาโดยจินนักป่าทอดอลายบ่ากิดะนักกิดะรูปจิเปียกิดะรูปได้จังนะบ่าสติกเกอร์จังนะบ่าให้สำหรับลูกรูปไปสิพันกอดบานโจลตัวกับมันกอดทาละมอมอกายบ่ามาได้ปีได้บากลอยตอนเนากำลังบ่าจังการเลือกลางแบบนี้คือซอบัญชีเคยทาเตียงเราจะตราก็จ้องมาคลับระบอลูกรูไปสิพันเตียงลูกรูไปสิพันก็จ้องตัวตัวกลาก็เราจะตราบองโอนมาพัวบางใจเอาออเตอร์บ่าสำหรับคลับระบอลูกรูไปสิพันบ่ากะโลเราจะตรากะโลไอ้นี้อัดเซาเมียนตีบ่าจะเต้าลำดับกะโลทุ่มกะโลหล่อនៅក្លឹបរបស់លោកគ្រូបេជ្ជផាន់មានត្រឹមគីឡូ57បាទនិយាយទៅគីឡូ60ចុះបាទគីឡូ60ចុះបាទគឺថាសិតតែគីឡូលំដាប់ជួរមុខរបស់ក្លឹបរបស់លោកគ្រូបេជ្ជផាន់ហើយប៉ុន្តែគីឡូដល់ចិត្តជាងដោយឡៅចត្រាអញ្ចេះគឺអត់សូវមានទេបងប្អូនបាទអត់មានទេអញ្ចឹងគាត់ចង់បានឡៅចត្រាមកគឺល្អបាទដោយសារតែឡៅចត្រាប្រជាប្រិយភាពគាត់មានស្រាប់បាទទោះបីជាគាត់រៀងធ្លាក់តម្រង់បន្តិចមែនប៉ុន្តែការដកខាត់ការដកផ្លាស់ប្ដូរទីកន្លែងជាការផ្លាស់ប្ដូរបទពិសោធន៍រកអ្វីដែលថ្មីការបង្កើតថ្មីបាទបង្កើតឱកាសថ្មីសម្រាប់ខ្លួនឯងបាទដូចលោកគ្រូពេជ្រផាន់បើសិនជាឡៅចត្រាមកមែនណាបាទដកខាត់តាមអាយៈបាទគាត់ធ្វើទីផ្សារតាមអាយៈឡៅចត្រាអាចផ្ទុះវិញបងប្អូនបាទប្រជាប្រិយភាពគាត់អាចផ្ទុះវិញក៏ថាបានដែរដោយសារតែសម្រាប់លោកគ្រូពេជ្រផាន់ឲ្យមេដៃគាត់តែម្ដងបាទចំពោះការធ្វើទីផ្សារឲ្យកូនសិស្សរបស់ខ្លួនបងប្អូនបាទដោយកីឡាករពេជ្រអាទិទេពដោយកីឡាករពេជ្រសម្បត្តិដោយកីឡាករពេជ្រប៊ុនសិតបាទដោយកីឡាករពេជ្រសង្ហៈសិតតាជាការចូលរួមចំណែកបាទនៅក្នុងការបណ្ដុះបណ្ដាលក៏ដូចជាការផ្សព្វផ្សាយការធ្វើទីផ្សារឲ្យពួកគាត់មានភាពល្បីល្បាញដល់សប្តាហ៍ថ្ងៃនេះបងប្អូនបាទបើសិនជាអត់មានលោកគ្រូពេជ្រផាន់ទេពួកគាត់បើនិយាយឲ្យចំទៅបើសិនជាគាត់វឹកហាត់នៅក្លឹបផ្សេងណាខ្ញុំគិតថាបែបมันអាចឈានមកដល់បច្ចុប្បន្នទេបងប្អូនបាទសមត្ថភាពគាត់មានមែនប៉ុន្តែបើអត់ចេះធ្វើទីផ្សារអត់ចេះបាទធ្វើឲ្យគេចាប់អារម្មណ៍បងប្អូនអ្នកគាំទ្រចាប់អារម្មណ៍ហើយការប្រកួតនៅលើសាយវៀនបើសិនជាអត់វាយឲ្យតាក់ទាញការប្រកួតអត់វាយអត់តាក់ទាញទេគឺអំបិលហើយបងប្អូនបាទឥឡូវខ្ញុំលើកមួយតាក់ទងជាមួយនឹងកីឡាករសុកធីហើយនិងកីឡាករពេជ្រសម្បត្តិបាទសុកធីជាកីឡាករដែលវាយឈ្នះពេជ្រសម្បត្តិហេតុអីបានជាបន្ទាប់ពីឈ្នះពេជ្រសម្បត្តិហើយសុកធីបាទមកដល់ពេលនេះគឺថាអំបិលបងប្អូនបាទប៉ុន្តែសម្រាប់កីឡាករពេជ្រសម្បត្តិបងប្អូនឃើញហើយបាទការប្រកួតរបស់គាត់រាល់ដងបាទគឺធ្វើបានល្អទៅហើយអ្នកគាំទ្រនៅតែបន្តគាំទ្របើទោះបីជាចាញ់កីឡាករសុកធីមែនប៉ុន្តែអ្នកគាំទ្រនៅតែគាំទ្រកីឡាករពេជ្រសម្បត្តិហេតុអីដោយសារតែគាត់ប្រកួតអស់ពីសមត្ថភាពចាញ់មែនប៉ុន្តែចាញ់មិនមែនចាញ់រត់ទេបងប្អូនបាទចាញ់បោលដេញបុកបងប្អូនបាទចាញ់បោលដេញបុកអញ្ចឹងរឿងនេះរឿងផ្សេងបងប្អូនក៏អាចចូលរួមជាមតិយោបល់ម្នាក់មួយបាទហើយសម្រាប់កីឡាករឡៅចត្រាបងប្អូនយល់យ៉ាងណាដែរបើសិនជាគាត់ចូលមកក្លឹបរបស់លោកគ្រូពេជ្រផាន់តើល្អឬមិនល្អបងប្អូនក៏អាចចូលរួមជាមតិយោបល់ក្នុងនាមជាអ្នកគាំទ្រគុណខ្មែរក្នុងនាមជាអ្នកគាំទ្រកីឡាករឡៅចត្រាក៏ដូចជាលោកគ្រូពេជ្រផាន់វីដេអូនេះសូមបញ្ចប់តែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា